បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមកធ្វើវីដេអូបង្ហាញអំពីបញ្ហាមួយប្រភេទទៀតហើយគឺបញ្ហាស្មៅចង្រៃហ្នឹងបងប្អូនដោយបងប្អូនបានឃើញហើយគឺស្រែមួយនេះគឺស្មៅឡើងពេញស្រែបងប្អូនឃើញអញ្ចឹងណាហើយអានេះគឺមិនមែនស្រែគេចោលទេស្រែគេធ្វើធម្មតាទេណាបងប្អូនអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងទៅគោលម្ដងឬចំណងជើងរបស់យើងហ្មងទៅអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញអំពីបញ្ហាស្មៅចង្រៃមួយប្រភេទដែលមានឈ្មោះថាស្មៅបែកក្បាលមានកន្ទុយឬក៏បងប្អូនហៅស្មៅយួនឬក៏បងប្អូនហៅស្មៅកន្ទុយឆ្កែកន្ទុយទីចកកន្ទុយអីក៏មិនដឹងដែរប៉ុន្តែបច្ចេកទេសគេហៅស្មៅបែកក្បាលមានកន្ទុយដោយសារអីផ្កាវាគឺមានកន្ទុយណាបងប្អូនអ្នកឃើញអញ្ចឹងស្មៅហ្នឹងដូចខ្ញុំរៀបរាប់អញ្ចឹងស្មៅហ្នឹងគឺជាប្រភេទស្មៅចង្រៃនៅក្នុងដំណាំស្រូវដែលផ្ដល់ផលប៉ះពាល់និងពិបាកកម្ចាត់ខ្លាំងមែនទែនសម្រាប់ពុកម៉ែបងប្អូនយើងជាប្រជាកសិករបានអញ្ចឹងស្មៅហ្នឹងគឺវាមានអាយុកាលចន្លោះពី2ខែទៅ4ខែណាបងប្អូនអញ្ចឹងអាយុកាលវាអត់ខុសពីស្រូវទេស្រូវផើមវាផើមស្រូវចេញវាចេញបានហើយកម្ពស់ជាមធ្យមរបស់វាគឺកម្ពស់ពី60សង់ទីម៉ែត្រទៅ1.20ម៉ែត្រឬអាចលើសហ្នឹងទៅតាមជីដែលបងប្អូនដាក់គឺវាស៊ីជីខ្លាំងហើយក្នុងមួយគួរនេះណាបងប្អូនវាមានគ្រាប់ចន្លោះពី200ទៅ300ឬក៏ឈានរហូតទៅដល់1000គ្រាប់ណាបងប្អូនហើយចំពោះមួយគុំណាបងប្អូននេះមួយគុំដែលវាបែកនេះគឺវាអាចបែកបានច្រើនទៅតាមដីទៅតាមជីបងប្អូនគឺវាស៊ីបានច្រើនបងប្អូនដាក់ជីច្រើនគឺស៊ីបានច្រើនដាក់ជីបានតិចគឺស៊ីតិចបានហើយពេលបង្កាត់លំអងមកវាគឺមិនខុសពីស្រូវប៉ុន្មានដែរទេនេះលំអងមកវាណាបងប្អូននេះមើលខាងនេះលឿងនេះគឺលំអងផ្ការបស់វាគឺប្រហាក់ផានស្រូវដែរទេនៅពេលដែលយើងបូតមកគឺវាលឿងដៃហ្នឹងបងប្អូននេះបាទអញ្ចឹងបងប្អូនគិតទៅមួយគួរវាគឺវាមានអាចបង្កើតក្របនេះបានទៅដល់ជិត1000គ្រាប់ហើយចោះតម្រាំតែមួយគុំហើយស្រែនេះឡើងពេញចេះបងប្អូនគិតទៅតែវាទុំហើយនេះអូថាតែវាទុំចេះវាធ្លាក់ទៅដីតែបងប្អូនតែវាត្រូវដុះប្រមាណ100,000គ្រាប់បាទក្នុងមួយស្រែអញ្ចឹងបងប្អូនបានដឹងទ្រុសហើយអំពីឈ្មោះអំពីកម្ពស់អំពីអាយុកាលអំពីចំនួនគ្រាប់ដែលវាផលិតបានអញ្ចឹងឥឡូវយើងទៅមើលពីផលប៉ះពាល់របស់វាវិញណាបងប្អូនអញ្ចឹងបងប្អូនច្បាស់ជាដឹងហើយផលប៉ះពាល់របស់ស្មៅហ្នឹងគឺវាធ្វើឲ្យស្រូវយើងហ្នឹងស្រូបពលឺថ្ងៃអត់បានគ្រប់គ្រាន់ដោយសារកម្ពស់វាខ្ពស់បឺតសារធាតុចិញ្ចឹមពីស្រូវបឺតយ៉ាងម៉េចបងប្អូនមើលស្រូវខាងក្រោមនេះអានេះស្រូវណាបងប្អូនចេញហើយណាអាយុវាស្គាល់គ្នាចេញហើយបងប្អូនមើលកម្ពស់ស្រូវហើយនឹងកម្ពស់ស្មៅណាបងប្អូនណាកម្ពស់ខុសគ្នាហៅជិត1ម៉ែត្រកម្ពស់ហើយស្រូវមកគួរមកក្របនេះគួរផែជា20ទៅ30គ្រាប់ទេក្នុងមួយគួរបងប្អូនគឺស្រូវក្រាស់គួរសមប៉ុន្តែវាធ្វើអត់ស្មើស្មៅដោយសារទឹកអត់គ្រប់គ្រាន់វាមុនណាអញ្ចឹងបងប្អូនមកមើលគួរស្មៅនេះគួរស្រូវទៅ10-20គ្រាប់ទេគួរស្មៅ2 300 4 500គ្រាប់បានអញ្ចឹងគឺផលប៉ះពាល់វាគឺខ្លាំងណាបងប្អូនហើយស្មៅនឹងគឺជាស្មៅដែលគ្រប់តំបន់គឺពិបាកកម្ចាត់ដូចគ្នាពិសេសពេលដែលវាធំបងប្អូនណានិយាយពេលដែលវាធំគឺយើងបាញ់ពិបាកអញ្ចឹងនៅពេលដែលវាទូចហើយមានទឹកគ្រប់គ្រាន់ក៏សៀងសួរដែរប៉ុន្តែថ្នាំសម្លាប់វាក៏ថ្លៃគួរសមណាបងប្អូនអាចថាចាប់ពី50000រហូតដល់20000ក៏មានដែរបាទអញ្ចឹងបងប្អូនមើលទៅនេះស្រូវចេញហើយតែមិនបាច់ចាំមើលដើមទេទូចមកគួរ2គ្រាប់3គ្រាប់ទេហើយស្មៅនេះបាទអញ្ចឹងខ្ញុំបញ្ជាក់តិចទៀតទៅតើតើនឹងផលប៉ះពាល់របស់វាគឺទី1វាពីស្រូវខ្លាំងទី2គឺវាធ្វើឲ្យស្រូវនឹងស្រូបពលឺថ្ងៃបានគ្រប់គ្រាន់ទេបាទដោយសារវាបាំងពលឺថ្ងៃទី3គឺវាជ្រៀតកន្លែងវាជ្រៀតកន្លែងដូចវាចាក់ឬយកជាតិសារធាតុចិញ្ចឹមអស់លេងវាស្រូវមកស្រូវគឺអត់មានកម្លាំងចេញទេមើលបងប្អូនមើលនេះសំបីផើមចេញមិនចង់រួចផងណាបងប្អូនហើយនៅពេលទី4គឺយើងដាក់ជីមកគឺវាទៅដើមសារធាតុចិញ្ចឹមនឹងឯងបាទហើយទី5បងប្អូនខ្លះប្រហែលជាធ្លាប់អង្កេតឃើញហើយតែបងប្អូនខ្លះប្រហែលជាអត់ទាន់ដឹងទេគឺបញ្ហាមមេឃថ្នោតឬសត្វល្អិតមកថាវាជាជំរកសត្វល្អិតណាអញ្ចឹងបើសិនជាបងប្អូនថាឃើញស្រែណាដែលសម្បូរស្មៅហ្នឹងហើយចំវាដែលមមេឃកើតមមេឃថ្នោតកើតណាបងប្អូនគ្រាន់តែទៅវេកនេះទៅវេកលើគល់វាអញ្ចឹងណាវេកគល់ណាក៏បានដែរឲ្យទៅវគ្គដែលវាមានមមេឃថ្នោតគឺចាប់ពីស្រូវវគ្គផើមឡើងទៅណាពិសេសពីវគ្គផើមបងប្អូនគួរតែអង្កេតពីវគ្គស្រូវផើមឬផ្ដាច់ជីទៅគឺវាមានវត្តមានមមេឃថ្នោតហ្នឹងមកសងំដំបូងគឺវាអត់ស៊ីស្រូវទេដំបូងគឺវាស៊ីស្មៅនឹងឯងមុនអញ្ចឹងបានបងប្អូនឃើញអង្កេតមើលអាស្រ័យណាដែលមានស្មៅនឹងច្រើនណាគឺបងប្អូនពិបាកកម្ចាត់មមេឃថ្នោតខ្លាំងណាដោយសារវាមកនៅពួនក្រោមដើមហ្នឹងហើយបើសិនជាស្រែនឹងខ្ពស់អញ្ចឹង
យើងបាញ់ថ្នាំអត់សូវដល់ក្រោមទេណាបងប្អូនបើស្មៅក្រាស់ជាងនឹងទៀតចប់ហ្មងបាទអញ្ចឹងបងប្អូនអាចវេកទៅនៅពេលដែលបងប្អូនវេកគល់ច្បាស់ជាឃើញគល់មួយមេថ្នោតទូចនៅជក់ក្រោមគល់ស្រូវគល់ស្មៅនឹងមុនពណ៌វារៀងថ្នោតតូចហ្នឹងបងប្អូនតែនៅនេះអត់មានទេព្រោះខ្ញុំបង្ហាញអ្វីជាបទពិសោធន៍របស់ខ្ញុំគឺវាមកជក់ហ្នឹងជក់ឡើងស្លេកដើមនោះអស់ហើយដល់វាធំដល់វាបានវាចាប់ដើមស៊ីស្រូវមកបងប្អូនវារឹងមាំហើយអញ្ចឹងបានថាដើមនេះក៏វានឹងខ្លាញ់ខ្លាំងដែរបើថាមកវាថ្នោតក៏វាស៊ីដើមនឹងដែរអញ្ចឹងវាជារុក្ខជាតិចម្រុះវាដឹកនាំឬក៏តាក់ទីមកមេឃថ្នោតឲ្យមកគឺចូលមករស់នៅក្នុងស្រែបងប្អូនហើយមកនៅដូចខ្ញុំបញ្ជាក់អញ្ចឹងវាមកនៅតាំងពីស្រូវផើមឬស្រូវដាក់សលៃមកវានៅពងកូនដែលបងប្អូនមើលអត់ចាប់អារម្មណ៍អត់ដែរវ័យគឺអត់ដឹងទេពងកូនរហូតដល់ស្រូវចេញស្រូវអោនបានវាចាប់ដើមស៊ីខ្លាំងនឹងគឺបានថាវាកើតច្រើនហើយណាបងប្អូនកើតច្រើនហើយគឺវាចាប់ដើមស៊ីយោបងប្អូនថាអូមិនមានឆ្នោតឃើញស៊ីទៅវគ្គស្រូវអោនវគ្គមុនហ្នឹងខ្ជិលបាញ់ខ្ជិលអីតែពិតវាមិននៅតាំងវគ្គស្រូវនៅផើមបងប្អូនអញ្ចឹងបើសិនជាបងប្អូនបានដឹងរឿងហ្នឹងហើយបងប្អូនតាមដានមើលទៅបើសិនជាអាចបងប្អូនបាញ់តាំងពីវគ្គស្រូវដែលស្រូវផើមមកទៅណាបងប្អូនការពារវាស្រាលទាំងអស់លុយតិចកុំឲ្យបើថាការពារភាសាយើងព្យាបាលកុំមកព្យាបាលហើយក៏វានៅស្នាមដែរឧទាហរណ៍ស៊ីស្រូវយើងវគ្គស្រូវអោនឡើងងាប់អស់ហើយបានបាញ់ជាងវាខាតផលខ្លាំងមែនទែនហើយបងប្អូនមើលចាក់ស្ដែងខ្លួនឯងទៅស្មៅនេះមិនបាច់និយាយនេះទេស្មៅពេញស្រែមកដូចស្រូវសលៃហ្នឹងស្រូវស្មៅនេះបងប្អូនមកគួរវានេះបើសិនជាស្រូវយើងធ្វើស្រួលធ្វើប៉ុណ្្នឹងមិនដឹងជាអស្ចារ្យប៉ុណ្ណាទេផ្លែណាបងប្អូនអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងទី1គឺកម្ពស់អាយុកាលចំនួនគ្រាប់វាផលិតបានកតាចង្រៃដែលវាបំផ្លាញស្រូវកន្លែងណាដែលវាធ្វើទុកដល់ស្រូវហើយផលប៉ះពាល់ទៀតគឺជំរកសត្វល្អិតហ្នឹងឯងបងប្អូនបាទហើយបាំងពលឺថ្ងៃផ្សេងអញ្ចឹងបងប្អូនឥឡូវយើងមកដឹងវិធីកម្ចាត់របស់វាវិញវិធីកម្ចាត់របស់វាគឺយើងលើកទឹកចិត្តបំផុតស្មៅតូចណាបងប្អូនលើកទឹកចិត្តស្មៅតូចចន្លោះពីម៉ោងពីអាយុ8ទៅ12ថ្ងៃហ្នឹងល្អបំផុតហើយថ្នាំណាក៏បាញ់ល្អដែរចង់គ្រប់ក្រុមហ៊ុនហ្នឹងសុទ្ធតែល្អបងប្អូនបាទក្រុមហ៊ុនណាក៏បាញ់ល្អដែរឲ្យតែស្មៅប៉ុណ្ណឹងហើយមានទឹកបលិចបងប្អូនថាបាញ់ហើយគឺយើងបលិចទឹកបានមួយថ្ងៃពីរថ្ងៃយើងបលិចទឹកកូនស្មៅហ្នឹងទៅលួយអស់ហ្នឹងបងប្អូនហើយបើបាញ់អត់មានទឹកមិនបាច់ចាំយកថ្នាំគ្រូណាមកបាញ់ទេថ្នាំក្រុមហ៊ុនណាក៏បាញ់មិនងាប់ស្អាតដែរអត់មានទឹកណាបងប្អូនបាញ់ហើយអត់មានទឹកបលិចល្អងាប់ហើយដោះមកទៀតឬក៏មកក្រហមទៅដោះវិញអស់ណាបងប្អូនថ្នាំខ្លាំងយ៉ាងណាគឺនៅតែចាញ់ទឹកទៅត្រូវការទឹករហូតបាទវិធីសាស្ត្រដំបូងគេបំផុតគឺឃុំក្របស្មៅនឹងឯងឃុំនៅពេលដែលវាឃុំ3ថ្ងៃបងប្អូនព្រោះឲ្យគេឃុំហ្នឹងអាហ្នឹងក៏ល្អដែរចំណាយតិចមួយហាត់អស់តែ 40000 ជាងអីទេយើងបានឃុំមួយហាត់បានអស់លុយតិចតែខ្លាចតែបងប្អូនយើងធ្វើស្រែច្រើនឃុំអត់តាន់ដោយសារតែយើងត្រូវការឃុំ3ថ្ងៃហើយបានអាទិត្យគឺ10ថ្ងៃយើងបញ្ចូលទឹកវិញlạiធ្វើអត់តាន់តែបើធ្វើតាន់ចំណេញលុយខ្លាំងណាបងប្អូនបាទចឹងវិធីសាស្ត្រដែលគេធ្វើនិយមធ្វើ2ហ្នឹងគឺជោគជ័យច្រើនណាគឺឃុំទី2បាន7ថ្ងៃឬ5ថ្ងៃឃុំស្លាប់ទី3គឺសម្លាប់ស្មៅ12ទៅ15ឬ18ទៅ12ថ្ងៃហ្នឹងចន្លោះហ្នឹងគឺប្រើថ្នាំតិចល្មមតែបើបងប្អូនទុកលើសហ្នឹងដូចគាត់នេះស្រែនេះដោយសារវគ្គយើងព្រោះវគ្គតឡើងនេះវាអត់មានទឹកគ្រប់គ្រាន់ទេភ្លៀងក៏អត់គ្រប់គ្រាន់ដែរអញ្ចឹងស្មៅរហូតដល់មួយខែជាងអញ្ចឹងថ្នាំបាញ់ងាប់អត់សូវល្អទេអញ្ចឹងបានស្រូវគាត់ណានៅស្មៅពេញស្រែបាទអញ្ចឹងវិធីកម្ចាត់គឺមានប៉ុណ្ណឹងហើយថ្នាំខាងក្រុមហ៊ុនខ្ញុំមាន2ប្រភេទដែរស្មៅមាស KS បុកស្មៅអស់លាក់ KS ហ្នឹងឯងបាទហើយបើក្រុមហ៊ុនគេបងប្អូនប្រហែលជាស្គាល់ច្រើនហើយណាបងប្អូនបាទអញ្ចឹងវីដេអូខ្លីនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងគឺចែករំលែកអំពីស្មៅកតុយកដោកតុយឆ្កែនេះបែកក្បាលមានកតុយឬក៏ស្មៅយួនដែលបងប្អូនហៅតាមតំបន់បាទបច្ចេកទេសគេហៅស្មៅបែកក្បាលមានកតុយណាបងប្អូនអញ្ចឹងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងបាទសង្ឃឹមថាវីដេអូនេះមានការផ្ដល់ចំណេះដឹងមួយចំនួនដល់ពុកម៉ែបងប្អូនយើងទុកជាការស្ដាប់កំសាន្តលេងនិងគិតពិចារណាណាបងប្អូនបាទអញ្ចឹងវីដេអូខ្លីគឺខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលាបាទ